បងប្អូនឥឡូវនេះខ្ញុំមកតេស្តជាមួយនឹង CSX 06 តោះឥឡូវយើងទៅអ្នកគ្នាបងប្អូននេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែតេស្ត BYD Seal 06 ឆ្នាំ 2026 ដែលប្រើបច្ចេកវិទ្យា DMI ទៅតេស្តផ្ទាល់នៅប្រទេសចិនតែម្ដងដែលក្រុមហ៊ុន BYD គាត់បានអញ្ជើញខ្ញុំទៅចូលរួមកម្មវិធីបើកបរសាកល្បងរថយន្តលំដាប់កំពូលហើយនឹងសិក្សាស្វែងយល់ពីបច្ចេកវិទ្យារបស់ BYD អញ្ចឹងការបើកបរសាកល្បងរបស់ខ្ញុំនេះគឺខ្ញុំបានបើកបរទៅលើ model Seal 06 ឆ្នាំ 2026 ដែលទើបតែចេញក្តៅនេះទេហើយ model នេះក៏ចេញជាផ្លូវការនៅប្រទេសចិនដែរហើយខ្ញុំសង្ឃឹមថានឹងមានលក់នៅស្រុកខ្មែរតម្លៃវានៅចិនតម្លៃត្រឹមតែ 10000 ជាងឯងហើយវាប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា DMI ភ្ជាប់មកជាមួយនឹង Super Hybrid អញ្ចឹងវាអន្សំចៃមែនតើសម្រាប់ការអន្សំចៃម៉ាស៊ីនហើយនឹងថ្មគឺมันខុសពី Seal 5 ប្រហែលទេគ្រាន់តែថានេះចេញក្រោយ Seal 5 ហើយសម្រាប់ការរចនារូបរាងខាងមុខគឺខុសជាមួយនឹងភ្លើង daytime ហើយខាងក្រោយក៏ខុសជាមួយនឹងភ្លើងបន្តិចដែរដែលវាមានដំណក់ទឹកជាលក្ខណៈរង្វង់2គ្រាន់តែថានៅក្នុងតកូល Ocean ដូចគ្នានេះជាសកម្មភាពខ្ញុំកំពុងតែតេស្តផ្ទាល់បើកបងឆ្វេងបងស្ដាំបើកផ្លូវជារង្វង់មូលហើយតេស្តពាក់ព័ន្ធជាមួយនឹងប្រព័ន្ធទប់លំនឹងរបស់វាអញ្ចឹងសម្រាប់ C06 នេះធ្វើការបានល្អមែនទែនដោយបងប្អូនបានឃើញវីដេអូដែលខ្ញុំកំពុងតេស្តបងឆ្វេងបងស្ដាំកោងចោកោងឡើងបងប្អូននៅសលេងកង់ងៀតដែលកំពុងតែតាក់ជាមួយនឹងផ្លូវហ្នឹងធ្វើឲ្យយើងអ្នកបើកបរហ្នឹងអត់មានអារម្មណ៍ថារថយន្តហ្នឹងបោកឆ្វេងបោកស្ដាំហើយចកូតធូរស្រួលបួមមែនតើអញ្ចឹងសម្រាប់Seal 06 នេះផងដែរនៅក្នុងប្រទេសចិនដែលខ្ញុំកំពុងតែធ្វើការតេស្តនេះគឺមានរហូតដល់2រូបរាងដែលខ្ញុំកំពុងតែតេស្តនេះគឺប្រភេទរាង Sedan ហើយខ្ញុំក៏បានតេស្តមួយ model ទៀត Seal 06 ដូចគ្នាប៉ុន្តែគេហៅថារាងបែប Wagon ណាបងប្អូនអញ្ចឹងខ្ញុំនឹងនិយាយពីលក្ខណៈសម្បត្តិរបស់វាបន្ថែមពាក់ព័ន្ធជាមួយនឹង Seal 06តែសម្រាប់ Seal 06ប្រើបច្ចេកវិទ្យា DMI នេះគឺម៉ាស៊ីនសាំងលាយជាមួយនឹងអគ្គិសនីសម្រាប់ថាមពលអគ្គិសនីសុទ្ធបើកបានរហូតដល់128 គីឡូម៉ែត្រហើយពាក់ព័ន្ធជាមួយនឹងផ្នែកខាងក្នុងវិញវាប្រើប្រាស់ជាមួយនឹងការរចនាបទបែប Ocean Series អញ្ចឹងពាក់ព័ន្ធជាមួយនឹងការ design រូបរាងអីវាស្តៀងនឹង Seal 05 នៅស្រុកយើងណាបងប្អូនសម្រាប់ខាងមុខគឺមានបណ្ណាបិទចិត្តប៉ុន្តែមានជាមួយនឹងរន្ធខ្យល់ធំនៅខាងក្រោមហើយសម្រាប់ខាងក្នុងគឺប្រើប្រាស់ជាមួយនឹងការរចនាបទ Ocean Family ហើយនៅខាងក្នុងហ្នឹងប្រើប្រាស់ជាមួយនឹងអេក្រង់ LCD បង្ហាញព័ត៌មានទំហំ8អេងជាងសម្រាប់យើងមើលព័ត៌មានហើយអេក្រង់កណ្ដាលទំហំ 15.6 អេងដែលធំជាង Seal 5សម្រាប់កងតាក់ប្រើប្រាស់មើលទៅគេរចនាបែបរាងមូលរាងដំណក់ទឹកចឹងណាបងប្អូនហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងប៊ូតុងផ្សេងមើលទៅតាក់ទាញមែនតើសម្រាប់ម៉ាស៊ីនរបស់ Seal 06 DMI នេះគឺប្រើប្រាស់ជាមួយនឹងប្រព័ន្ធ Super Plug-in Hybrid ជាមួយនឹងបច្ចេកវិទ្យា DM ចំនួនទី5របស់ BYD ហើយប្រព័ន្ធនេះបញ្ចូលជាមួយនឹងម៉ាស៊ីនសាំង 1.5 លីត្រជាមួយនឹងម៉ូទ័រអគ្គិសនីហើយម៉ាស៊ីនសាំងផលិតកម្លាំងបាន74 គីឡូវ៉ាត់កម្លាំងរមុលគឺ126 ញូតនម៉ែត្រហើយសម្រាប់ម៉ូទ័រអគ្គិសនីគឺផលិតកម្លាំងបាន218 សេសហើយបើកបរដោយអគ្គិសនីសុទ្ធដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺ128 គីឡូម៉ែត្រហើយបើសរុបចូលគ្នាវាអាចចូលដល់ 2000 គីឡូម៉ែត្រជាងនោះដោយសារតែធុងសាំងចំណុះរហូតដល់65 លីត្រហើយការស៊ីសាំងមិនខុសពី Seal 5ហ្មងទេគឺ 2.93 ឬក៏យ៉ាងច្រើន 3 លីត្រនឹងឯងដោយសារតែវាមានជាមួយនឹងប្រព័ន្ធពិសេសជាច្រើនហើយសម្រាប់ Seal 06 នេះគឺកំពុងតែធ្វើការដាក់លក់នៅប្រទេសចិនហើយសម្រាប់ option ក៏មានជាមួយនឹង option global ហើយ option នៅក្នុងប្រទេសចិនដែរមួយទៀតខ្ញុំនឹងជម្រាបបងប្អូនបន្ថែមពាក់ព័ន្ធជាមួយនឹងការតេស្តរបស់ខ្ញុំជាមួយនឹង model ប្រភេទ Wagon ម្ដងតោះឥឡូវទៅមើលវីដេអូនឹងទាំងអស់គ្នាបន្ថែមsteering wheelអូខេបងប្អូនអានេះគឺជា Seal 6ដែលតេស្តពាក់ព័ន្ធជាមួយនឹងផ្លូវល្អិលពាក់ព័ន្ធជាមួយនឹងផ្លូវព្រិលផ្លូវទឹកពេលដែលភ្លៀងខ្លាំងលើខ្នល់កស៊ូហើយតេស្តជាមួយនឹង ESC off ហើយនិង EFC on អញ្ចឹងបងប្អូនអាចឃើញ footage ខ្ញុំទៅទី1គឺ off ទៅលើកទី2គឺ on អញ្ចឹងមិនថា off មិនថា on គឺពាក់ព័ន្ធជាមួយនឹងប្រព័ន្ធទប់លំនឹងធ្វើបានល្អមែនតើទាំងខាងមុខនិងខាងក្រោយហើយចកូតពេលដែលខ្ញុំកាន់អត់មានកវត្តខ្លាំងទេកវត្តឆ្វេងកវត្តស្ដាំខ្លាំងទេអញ្ចឹងវាល្អមែនតើពាក់ព័ន្ធជាមួយនឹងប្រព័ន្ធទប់លំនឹងរបស់ BYD ណាអូខេបងប្អូនអញ្ចឹងពាក់ព័ន្ធជាមួយនឹងការតេស្តមានតែប៉ុណ្្នឹងឯងផ្លូវ corner ហើយនិងផ្លូវល្អិលអានេះគឺជាចំណុចសំខាន់ហ្មងពីខ្ញុំទៅមានតែប៉ុណ្្នឹងឯងបងប្អូនជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយ